តោះឥឡូវបងប្អូនទាំងអស់គ្នាបន្តមកធ្វើលំហាត់លេខ2បន្តទៀតចូលបំពេញប្រអប់ចាចំពោះការបំពេញប្រអប់នេះកូនមើលកគេឲ្យយើងបំពេញប្រអប់លទ្ធផលខក៏ដូចគ្នារីឯកគេឲ្យយើងបំពេញតួទី1តើតួទី1គូបូកនឹងប្រមាណនៅឃើញលទ្ធផលប៉ុណ្នេះខដូចគ្នាដល់ពេលងគេឲ្យយើងរកតួទី2តួទី1គួរតែដកប៉ុន្មានបានឃើញលទ្ធផលនឹងចដូចគ្នាតែតួទី2ប្រមាណឲ្យតួទី1ដកទៅឃើញលទ្ធផលអញ្ចឹងបងប្អូនចាប់ផ្ដើមអនុវត្តជាមួយអ្នកគ្រូទាំងអស់គ្នាចំពោះខ្ទង់កគឺកូនដកធម្មតាដោយរាយលេខធ្វើម៉េចឲ្យចំខ្ទង់ដែលមានលេខ23850យកទៅដក5230ទម្រាបឲ្យត្រូវខ្ទង់រាយដាក់ក្រោមខ្ទង់រាយខ្ទង់ពាន់ដាក់ក្រោមខ្ទង់ពាន់ខ្ទង់ម៉ឺនដាក់ក្រោមខ្ទង់ម៉ឺនបន្ទាប់មកកូនដកពីខ្ទង់រាយមកមុន0.00 5ដក3 2 8ដក2សមប៉ុន្មានកូនចា8ដក2 5 1 3ដក5មិនកើតទេខ្ចីនៅក្នុងខ្ទង់10ជាខ្ទង់ក្បែរខ្លួនកណាខ្ទង់ដែលខ្ចីគេរាប់ពីខ្លួនឯងរាយខ្ទង់ក្បែរយើងគេហៅ10វិញចាបើហៅក្នុងតួលេខរបស់គេជាខ្ទង់ផ្សេងទេចាអញ្ចឹងកាលណាខ្ចីរបស់គេពីខ្ទង់10បានតម្លៃ1របស់គេស្មើនឹង10របស់យើង10បូកនឹង3ឡើងដល់13របស់គេនៅសល់1 13អ្នកគ្រូគិតគោល10 13បានមកពី10បូក3អញ្ចឹងអ្នកគ្រូយក10បូកដក5សល់5 5បូកជាមួយនឹងកន្ទុយ3 5 20 1ទម្លាក់ចុះចាអញ្ចឹងចំណោយខ្ទង់កឃើញមែនកូនចា18620គ្រូសេបក្រហមឲ្យច្បាស់តែកូនពេលធ្វើលំហាត់ដាក់ប៊ិចខៀវទៅខ73845ដក4768 5ដក8មិនកើតទេខ្ចីខ្ទង់10មិនសល់3នេះឡើងដល់15ចា15ដក8នេះគ្រូយក10ដក8សល់2 2បូកនឹងកន្ទុយ5នៅសល់7 3ដក6អត់កើតខ្ចីគណី7ឡើងនេះ10 13 13ដក6យក10ដក6 6 4 4បូកនឹង3 5 2 7ដក7 0 3ដក4អត់កើតទេនេះសល់6ឡើងនេះដល់10 13 13ដក4សល់6 6បូកជាមួយនឹង3 5 9 6ទម្លាក់ចុះអញ្ចឹងខ្ទង់ខឃើញ69075 2ចាអញ្ចឹងដល់ខ្ទង់កគេថាតួទី1គួរតែមានប្រមាណឲ្យដកទៅឃើញ9000ចាសម្រាប់ខ្ទង់នេះគឺជាប្រមាណវិធីដកតែដើម្បីងាយស្រួលក្នុងការរកតួទី1កូនត្រូវយកលទ្ធផលចាកូនត្រូវយកលទ្ធផល9000នេះយកទៅបូកជាមួយតួទី2ចាអញ្ចឹងអ្នកគ្រូសូមបញ្ជាក់តិចជាប្រមាណវិធីដកហេតុឲ្យបានអ្នកគ្រូទៅបូកវិញបូកដើម្បីរកតួទី1ចា0បូក00 0បូក00 0បូក00 9ដក6 15ចាអញ្ចឹងតួទី1របស់យើងគឺ15000យើងអាចផ្ទៀងផ្ទាត់បានតើអ្វីដែលយើងរកត្រូវអត់កូនយក15000នេះយកទៅដក6000មើលតើឃើញ9000អត់0ដក00 0ដក05ឬក៏អាច15ដក6 10ដក6សល់4 4មកទៅ5 9ចាអញ្ចឹងនេះយើងផ្ទៀងផ្ទាត់ទៅគឺត្រឹមត្រូវចាយើងឃើញលទ្ធផល9000ចាចូលដល់ខដូចជាកែវដែរគឺកូនយកលទ្ធផល24250យកទៅបូកនឹង5850ចឹងក៏បូកនឹង0 5បូក5 10សេលេខ0ប្រើទុក1 1បូកនឹង2 3 3ដក8 13សេលេខ3សំទោស11 3បូក8 11សេលេខ1ប្រើទុក1 1បូក4 5 5បូក5 10សេលេខ0ប្រើទុក1 1បូក2 3ចាអញ្ចឹងចម្លើយឃើញណាកូនខ្ទង់ខសំទោសខ្ទង់ខអ្នកគ្រូផ្ទៀងផ្ទាត់មកទៀត10
ទុក1 11សេ1ត្រាទុក1 10សេទុកនេះចឹងអ្នកគ្រូផ្ទៀងផ្ទាត់មើលតើអ្វីដែលអ្នកគ្រូធ្វើត្រូវអត់0 10ខាងនេះនៅសល់0 15 0 18ខ្ចីតគ្នានេះសល់2សល់9 10 2 9 2តម្លាក់ចុះចាចឹងឃើញ 24,250 អញ្ចឹងលេខហ្នឹងត្រូវចឹងកូនឃើញចម្លើយ 30,100 ចាតោះឥឡូវយើងបន្តមកកណនីខ្ទង់ងាវខ្ទង់ងាវមានតួទី1បាត់តួទី2និងមានចម្លើយអញ្ចឹងតើយើងនៅតែបន្តយកលទ្ធផលយកទៅបូកជាមួយតួទី2ទៀតមែនទេចាអត់ទេចូលដល់កាលណាបាត់តួទី2អញ្ចឹងគឺត្រូវយកតួទី1នេះឯងយកទៅដកលទ្ធផលវិញចាយកទៅដកលទ្ធផលនេះចឹងអ្នកគ្រូដក0.00 1ដក01 2ដក5មកកើតគឺនេះសល់2ឡើងដល់12ចា12ដក5សល់7 2ដក6ឲ្យកាត់ខ្ចីខាងនេះ1សល់12ខាងនេះ0 12ដក6យក10ដក6 4 4បូកនឹងទៅ2នេះ6ចឹងចម្លើយខ្ទង់ងាវឃើញណានកូន6,710ចឹងយើងផ្ទៀងផ្ទាត់មើលសាកយក6,710នេះយកមកដកនេះវិញមើលថាឃើញលទ្ធផលអត់អានេះផ្ទៀងផ្ទាត់អញ្ចឹងណាបងចា0 0ឡើងដល់12 5ខាងនេះសល់2 12នេះខាងនេះ0 0 10ដក4 10ដក6សល់4 4បូក2 6ចាអញ្ចឹងចម្លើយរបស់យើងត្រឹមត្រូវពេលត្រឹមត្រូវមានន័យថាតួដែលយើងរកនៅតួទី2មានតម្លៃ 6,710 ចានេះអ្នកគ្រូគាត់ទៅផ្ទៀងផ្ទាត់ទេណាវាអាចចក៏ធ្វើដូចគ្នាដែរគឺកូនយកតួទី1 10,0352យកទៅដក 7,510 ចា2ដក0 2 5ដក1នៅសល់4 3ដក5មកកើតខ្ចីខាងនេះអត់មានខាងនេះសល់ខ្ចីតគ្នានេះសល់9ខាងនេះខ្ចីបន្តគ្នាបានដល់13ចា13យកគោល10ដក5សល់5បូកនឹងទៅ3 8 9ដក7សល់2ចាអញ្ចឹងជាមួយអ្នកគ្រូផ្ទៀងផ្ទាត់ណាអ្នកគ្រូយកតួទី1ដដែលយកមកដកជាមួយនឹងតួទី2តើឃើញលទ្ធផលនេះអត់ 2,842 0 5ដក4សល់1ឡើងដល់13សល់4សល់0 13ដក8សល់5 7ចាអញ្ចឹងអានេះខ្ចីអស់អញ្ចឹងចម្លើយឃើញដូចគ្នាណាបងណាចាអញ្ចឹងមានន័យថាតួទី2គុំឃើញ 2842